ជំរាបសួរអស់លោកស្រីដែលស្រឡាញ់វប្បធម៌ប្រពៃណីអាពាហ៍ពិពាហ៍មង្គលការខ្មែរហើយថ្ងៃនេះខ្ញុំមានកម្រងឯកសារពិសេសសំខាន់ចង់មកចែករំលែកទៅដល់អស់លោកឲ្យបានទៅជាចំណេះដឹងព្រោះនេះគឺជាឯកសារដ៏កម្របាទនេះគឺឯកសារនេះគឺមានការប្រមូលរៀបរៀងចងក្រងដោយឯកឧត្តមទេសសាចារ្យប៉ុកវណ្ណធីឯកសារនេះត្រូវបានកាត់ឡើងក្រោយពេលមានការបណ្ដុះបណ្ដាលតម្រង់ទិសអាចារ្យទូទាំងប្រទេសឯកសារនេះគឺប្រមូលចងក្រងនៅរាល់សំណួរដែលសិក្ខាកាមអាចារ្យនីទូទាំងប្រទេសបានចូលរួមនៅគ្រប់វគ្គសិក្សាទាំងអស់ដែលចាប់ពីវគ្គទី1ដល់វគ្គទី19អញ្ចឹងឥឡូវនេះគឺចូលដល់វគ្គទី49ហើយនៅក្នុងឆ្នាំ2025នេះអញ្ចឹងឃើញថាឯកសារនេះគឺបានប្រមូលបោះពុំចងក្រងតាំងពីឆ្នាំ2014-15មកម្លេះប៉ុន្តែយ៉ាងហោចណាស់ក៏ជាឯកសារមួយដែលមានតម្លៃនិងគុណប្រយោជន៍យ៉ាងច្រើនសម្រាប់ផ្លូវចាំមហាលោកអាចារ្យឬក៏លោកមហាឬក៏អស់លោកស្រីដែលចង់ធ្វើការសិក្សាស្វែងយល់អំពីវប្បធម៌ប្រពៃណីមង្គលការខ្មែររបស់យើងគឺឃើញថាពិតជាមានសារៈសំខាន់ណាស់ជាផ្នែកមួយនៃការរក្សានៅអត្តសញ្ញាណរបស់ខ្មែរយើងដូច្នេះខ្ញុំនឹងលើកឡើងនៅសំណួរចម្លើយទាំងអស់នេះយកមកចែករំលែកជូនទៅដល់លោកស្រីបានជាចំណេះដឹងទាំងអស់គ្នាហើយដោយសារមានសំណួរច្រើនអញ្ចឹងខ្ញុំនឹងលើកឡើងសំណួរជាលំដាប់លំដោយចាប់តាំងពីសំណួរទី1រហូតតទៅហើយមានរហូតទៅដល់ជិត200សំណួរឯណោះគឺប្រសិនបើលោកស្រីបានស្ដាប់គង់តែនឹងចេះចាំនៅផ្នែកខ្លះងាយស្រួលដល់ពេលដែលអស់លោកស្រីមានធ្វើកិច្ចកម្មវិធីដូចជារៀបអាពាហ៍ពិពាហ៍បុត្រធីតាឬក៏កូនចៅអីហ្នឹងគឺលោកអាចចេះដឹងនៅក្នុងទម្រង់ទាំងអស់នេះហើយក៏ជាផ្នែកមួយនៃការចូលរួមនៅអភិរក្សរក្សាវប្បធម៌ប្រពៃណីយើងដែរមុននឹងទៅដល់ការលើកឡើងអំពីសំណួរចម្លើយខ្ញុំសូមអានអំពីក្របមុខខាងដើមនេះឲ្យលោកបានជ្រាបថាតើឯកសារនេះត្រូវបានប្រមូលចងក្រងមានការដឹកនាំនិងការចូលរួមដោយគ្រូឧទ្ទេសយ៉ាងណាខ្ញុំនឹងរៀបរាប់នៅក្នុងវីដេអូនេះជូនដល់លោកហើយឯកសារនេះគឺជាការរៀបចំទៅដោយក្រសួងធម្មការនិងសាសនាសមាគមអាចារ្យខ្មែរសំណួរចម្លើយស្ដីពីអត្ថន័យនិងឃ្លាប្រយោគតាមបែបបទបុរាណប្រើសម្រាប់ពិធីអាពាហ៍ពិពាហ៍ខ្មែរនិងក្នុងកម្មវិធីផ្សេងៗនៅក្នុងសង្គមខ្មែរយើងបកស្រាយសំណួរនិងបញ្យលពិស្ដារដោយឯកឧត្តមទេសសាចារ្យប៉ុកវណ្ណធីក្រុមកិច្ចសហការផ្ដល់មតិយោបល់ដោយឯកឧត្តមញៀនភឿនដែលជាសហប្រធានវគ្គក្រោមកំណត់ផ្ដួចផ្ដើមដ៏ខ្ពង់ខ្ពស់របស់សម្ដេចព្រះមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃប្រជាណាចក្រកម្ពុជាដឹកនាំគ្រប់គ្រងដោយឯកឧត្តមមិនខិនទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេសឯកឧត្តមហឹមឆែមទេសរដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនាពិនិត្យអក្ខរាវិរុទ្ធដោយឯកឧត្តមសានសម្ផស្សនិងលោកសាស្ត្រាចារ្យសំណាងសំណាក់បច្ចេកទេសដោយលោកអឹងសុក្រិតយុទ្ធាកុំព្យូទ័រដោយលោកស្រូនសវណ្ណដាពុទ្ធសករាជ2558ភាគទី1គ្រិស្តសករាជ2015បាទចឹងឯកសារនេះគឺថាបោះពុំតាំងពីឆ្នាំ2015មកដល់ពេលនេះឆ្នាំ2025យើងនឹងមានអាយុកាល10ឆ្នាំហើយឯកសារនេះហើយប្រមូលមកពីគ្រប់ទិសទីពីលោកអាចារ្យចំនួនដើមឬគ្រូមហាចំនួនដើមនៅទូទាំងប្រទេសកម្ពុជាយើងដែលបានចូលរួមវគ្គប្រមរាកន្លងមកតាំងពីវគ្គទី1ដល់វគ្គទី19តទៅទៀតនេះខ្ញុំនឹងលើកឡើងពីលំដាប់លំដោយនៃសំណួរនេះបង្កើតជាវីដេអូគ្រប់សំណួរទាំងអស់នេះជូនទៅដល់លោកស្រីសិក្សាទាំងអស់គ្នាភាគទី1និយាយអំពីទម្រង់អាពាហ៍ពិពាហ៍ខ្មែរសំណួរទី1បានសួរថាតើពាក្យខាន់ស្លាមានន័យដូចម្ដេចអញ្ចឹងអស់លោកស្រីអាយឧត្តមលោកជំទាវដែលបានធ្វើកិច្ចកម្មវិធីមង្គលអាពាហ៍ពិពាហ៍គឺយើងតែងតែលើពាក្យនេះតាំងពីដើមដំបូងម្លេះគឺតាំងពីថ្ងៃដែលអស់លោកស្រីបានរៀបចំពិធីចែចូវនិងស្ដីដណ្ដឹងនៅក្នុងថ្ងៃនៃពិធីចែចូវស្ដីដណ្ដឹងនោះឯងហើយសូមឆ្លើយថាពាក្យថាខាន់ស្លាគឺជាប្រាក់ចំនួនដែលមេបាខាងប្រុសជូនទៅមេបាខាងស្រីនេះគឺជាពាក្យទំនៀមបុរាណឬជាប្រាក់ដែលខាងស្រីបង្គាប់ទៅខាងប្រុសឧទាហរណ៍ថាថ្ងៃដែលលោកទៅស្ដីដណ្ដឹងកូនស្រីរបស់លោកមេបាហ្នឹងលោកតែងតែសង្កេតពិនិត្យទៅលើពូជពងវងតកូលឋានៈយុស័ក្តិរបស់គ្រួសារទាំងសងខាងហើយលោកមេបាខាងស្រីគឺលោកបង្គាប់បានន័យថាគឺកាត់តម្លៃខាន់ស្លាហ្នឹងទៅខាងកូនប្រុសថាដែលលោកមកស្ដីដណ្ដឹងកូនស្រីរបស់លោកមេបានេះអញ្ចឹងបើលោកពិនិត្យសង្កេតសពគ្រប់ឲ្យហើយលោកក៏កាត់តម្លៃខាន់ស្លាកូនស្រីរបស់លោកហ្នឹងគឺទៅតាមសភាពជាក់ស្ដែងហើយពាក្យនេះគឺដកស្រង់ចេញពីវចនានុក្រមរបស់សម្ដេចព្រះសង្ឃរាជជទញ្ញាណោជួនណាតមានន័យថាលោកអ្នកស្រាវជ្រាវនោះគឺលោកទៅផ្ទៀងផ្ទាត់នៅពាក្យពេចន៍ទាំងអស់នេះ
ហើយដែលមានប្រើនៅក្នុងទម្រង់អាពាហ៍ពិពាហ៍ខ្មែររបស់យើងដើម្បីធ្វើជាឯកសារយោងក្នុងការបញ្ជាក់ឲ្យលោកស្រីកាន់តែជ្រាបច្បាស់អញ្ចឹងសំណួរទី1សូមឆ្លើយបញ្ចប់សង្ខេបតែប៉ុណ្ណេះសំណួរទី2បានសួរថាហេតុដូចម្តេចចាំបាច់ប្រារព្ធពិធីកាត់ខាន់ស្លាសូមបញ្យល់ថាពាក្យកាត់ខាន់ស្លាស្មើនឹងពាក្យជាបខាន់ស្លានឹងឯងពាក្យថាកាត់មានន័យថាការកាត់ផ្ដាច់ចេញឬការកំណត់យកឬការទាយកអ្នកដែលកាត់ហ្នឹងគឺមេតាបៃតាអាណាព្យាបាលខាងកូនស្រីនឹងឯងដោយដែលខ្ញុំបានឆ្លើយនៅក្នុងសំណួរទី1ថាកាត់ហ្នឹងតើកាត់យកប្រមាណទាយកប្រមាណពីខាងសម័យដើមការខាងកូនប្រុសនោះឯងទី2តើតើនឹងពាក្យថាជាវពាក្យថាជាវមានន័យថាគឺជាការទិញយកការទទួលយកដូចជាពេលដែលយើងគេកាត់អ្វីមួយយើងតែជាវយកនេះពាក្យនេះគឺជាពាក្យអួសមហើយក៏ជាពាក្យដែលគេប្រើនៅក្នុងការឲ្យតម្លៃទៅលើវត្ថុអ្វីមួយដែលមានតម្លៃខុសពីការនិយាយបែបទិញជាធម្មតាផ្អែកតាមឯកសារទម្រង់ការខ្មែររបស់អង្គញាឧត្តមប្រៃជាចាពិនអ្នកអង្គញាមហាវិនិច្ឆ័យញាក់នៅដែលក្នុងសភៅរបស់លោកបួអាពាហ៍ពិពាហ៍នោះគឺបោះពុំឆ្នាំ1968ម្ដាយឪពុកដែលមានកូនស្រីហាក់ដូចជាថាមានសំណាងផងប៉ុន្តែក៏ជាការព្រួយបារម្ភផងដែរព្រោះថាការរក្សាចិញ្ចឹមកូនស្រីនេះគឺមានការលំបាកដោយផ្លូវចិត្តច្រើនជាងការចិញ្ចឹមកូនប្រុសដោយពាក្យចាស់លោកនិយាយថាមានកូនស្រីមួយដូចជាមានមាសប៉ុនដងទុំឬក៏អាចនិយាយយ៉ាងទៀតថាការមានកូនស្រីដូចមានប្រហុកមួយពាងនៅក្នុងផ្ទះចឹងកាលណាបើយើងមិនថែក្រែងលោកវិចោនោះវាលួចប្លន់យកមាសរបស់យើងនឹងទៅឬក៏ថាបើយើងមិនថែធួនឲ្យបានល្អទេគេលោកប្រហុកពាងនោះវាបែកទៅនាំឲ្យរយរោមកើតដង្កូវអាសោចដល់ផ្ទះសំបែងអញ្ចឹងការថែរក្សាចិញ្ចឹមកូនស្រីនោះលើសពីការដែលយើងចិញ្ចឹមដោយចំណីអាហារការរៀនសូត្រពុតគង់សលៀកបំពាក់ឬសពបែបយ៉ាងនោះគឺម្ដាយឪពុកដែលលំបាកមួយផ្នែកទៀតនោះគឺការថែរក្សាចិត្តគំនិតកិរិយាមារយាទកូនស្រីនោះឲ្យបានល្អត្រឹមត្រូវហើយមានគុណតម្លៃសម្រាប់ខ្លួនឯងជាស្រីដែលស្ថិតនៅក្នុងទំនៀមទម្លាប់ប្រពៃណីខ្មែរយើងដែលគេរក្សាណាស់កូនស្រីហ្នឹងអញ្ចឹងហើយទើបនៅក្នុងពេលដែលមានការចូលចែកចោលស្ដីដណ្ដឹងហ្នឹងទើបលោកចាស់បុរាណលោកឲ្យតម្លៃត្រង់ថាពេលតែមកស្ដីដណ្ដឹងហ្នឹងត្រូវមានការនិយាយកាត់តម្លៃអំពីថ្លៃខានស្លាហ្នឹងគឺតកតងទៅនឹងគុណសម្បត្តិគឺការឲ្យតម្លៃទៅលើអរិយាប័ត្រចរិយាមារយាទភាពសុគតសុគមភាពត្រឹមត្រូវនៃស្ត្រីខ្មែរដែលបានខំថែរក្សាខ្លួនតាំងពីតូចរហូតដល់ធំដល់ពេញកំមុំលុះដល់ឪពុកម្ដាយរៀបចំឲ្យមានគូស្វាមីទៅតាមពូជពងវងតកូលក្នុងប្រពៃណីហ្នឹងគឺកន្លែងហ្នឹងគឺមានអត្ថន័យសំខាន់ណាស់គឺការកាត់តម្លៃខាន់ស្លានគឺការឲ្យតម្លៃទៅលើកូនស្រីរបស់លោកមេបាននឹងឯងទៅពេលចូលស្ដីដណ្ដឹងហ្នឹងគេកំណត់ចូលប្រាក់ខាន់ស្លាហើយប្រាក់ខាន់ស្លាហ្នឹងគឺតែងតែយកជូននៅថ្ងៃស៊ីកំណត់ដែលមានហែហោមទាំងផុសភីមណ្ដាការដែលលោកមេបាបានកំណត់កាលពីថ្ងៃចែកចៅស្ដីដណ្ដឹងនោះគឺអ្នកសម័យដើមកាលនោះឯងត្រូវនាំយកមកនៅតម្លៃខាន់ស្លាហ្នឹងយកមកជូននៅក្នុងថ្ងៃស៊ីកំណត់តាមការសន្មតយល់ព្រមព្រៀងគ្នារវាងមាតាបិតាទាំងសងខាងអញ្ចឹងខ្ញុំបាទសូមចែករំលែកតកតងទៅនឹងសំណួរផ្សេងៗដែលនៅក្នុងពិធីទម្រង់អាពាហ៍ពិពាហ៍ខ្មែរជូនដល់លោកស្រីត្រឹមតែប៉ុណ្ណេះបានឆ្លើយនៅសំណួរទី1និងទី2ជូនទៅដល់លោកបានជាចំណេះដឹងទាំងអស់គ្នាបាទសូមអរគុណនិងសូមជម្រាបលា